គេថាគ្រុឌនឹងសត្រូវជាមួយនាគមែនអត់កាលពីព្រះសរីរកធាតុចង្គមកែវនាំទៅសរីលង្កាណាញោមនាំទៅដល់កដាលសមុទ្រនាគនឹងជំរឿកន្លែងនៅរបស់គេនៅបាតសមុទ្រនាគនឹងគឺពោះស្ដាច់ធំនៅបាតសមុទ្រគេរកឃើញតាគេស្រាវជ្រាវរកឃើញថាអាយុកាលរបស់វាជាមួយដៃណូស័រដល់តែបាត់ដៃណូស័រទៅនាគនឹងក៏បាត់ដែរព្រោះវាសេរីជាមួយគ្នាគេរកឆ្អឹងឃើញមកកណោហ្នឹងឆ្អឹងសត្វធំគេសន្មត់ថានាគកាលគេហែព្រះចង្គមកែវទៅសរីលង្កាដល់កដាលសមុទ្រញោមឲ្យនាគចេញពីបាតសមុទ្រមកលង្កាដូចនំបញ្ចុកមកពាត់ជុំវិញសពៅហ្នឹងថ្វាយអង្គមព្រះសរីរកធាតុហ្នឹងមានឯណាសពៅគាំងទៅមុខមិនរួចតកែសពៅភ័យញ័រមុខញ័រមាត់អស់ហលីងប្រកាសស្រែកថាណាមានដាក់ស្អីមកបានតែចង្រៃសំពៅហ្នឹងទៅមុខគុំទៅក្រោយគុំទៅកាលស្អីហ្នឹងកាលនាគដល់អញ្ចឹងព្រះរាជកុមារដែលលាក់ព្រះចង្គមកែវហ្នឹងភ័យអូយភ័យណាស់នឹកឃើញខ្លាចទៅគេរកធាតុចង្គមកែវព្រះអង្គឃើញគេគប់ចោលក្នុងសមុទ្រហ្នឹងអស់ឲ្យគោរពបូជាក៏នឹកដល់ប្រធេរៈមួយអង្គដែលធ្លាប់ជួយខ្លួនកាលនៅលើគោកក៏ជួយម្សាហើយព្រោះកាលនៅលើគោកលាក់កប់នៅក្នុងភ្នោកខ្សាច់ហ្នឹងនាគហ្នឹងវាមកយកម្សាហើយយកទៅបៀមក្នុងមាត់វាទៅបានប្រធេរៈហ្នឹងប្រែកាឡាជាគ្រុឌមកបញ្ជាឲ្យនាគហ្នឹងខ្ជាក់វិញនាគហ្នឹងខ្ជាក់ឲ្យដល់តែឥឡូវនាគឡើងមកពាត់ជាប់ទៀតអញ្ចឹងនឹកដល់ប្រធេរៈអោលោកម្ចាស់ហើយដែលបានជួយខ្ញុំកណាមបាញ់មិញហ្នឹងឥឡូវសូមឲ្យមកជួយម្ដងទៀតស្រាប់តែលោកហោះមកដល់ប្រែកាឡាជាគ្រុឌហោះកលឹងជុំវិញសពៅហ្នឹងញោមឲ្យគ្រាន់តែនាគវាឃើញគ្រុឌនិយាយពីដាំដងភ្លឹបមុជទៅពួនបាតសមុទ្រអស់វិញទៅបានសពៅហ្នឹងវាចេញមកណែអាហ្នឹងមានន័យថានាគហ្នឹងវាខ្លាចគ្រុឌណាហើយបើនិយាយពីចម្បាំងរវាងព្រះឧបគុតជាមួយនឹងមាកាលពីឆ្លងចែកដីធម្មមាសោក 84000 នោះកាលនោះមិនពួកមាឡើងមកអុកឡុកដល់ឡើងមកអុកឡុកឧបគុតលេងមានឹងឲ្យចាស់ដៃម្ដងមកដេញចាប់មា